តោះឥឡូវនេះយើងមកមើលពីរបៀបលេង Drone L600 Pro ដើម្បីដំណើរការ Drone ជាមួយទូរស័ព្ទដៃសូមដំឡើងកម្មវិធី RX Drone របៀបលេងងាយដំបូងចុចបើកភ្លើងដំណើរការ Drone បន្ទាប់បើកកុងតាក់ភ្លើងនៅលើតេឡេរួចចុចប៊ូតុងបង្វិលត្រីវិស័យចុចឲ្យឮសំឡេងបែបនេះបង្វិល Drone ផ្កាប់បែបនេះទៅតាមទិសទនិចនាឡិការហូតដល់ឮសំឡេងរួចសំយ៉ុង Drone ចុះក្រោមបង្វិលទៅតាមទិសទនិចនាឡិកាទៀតរហូតដល់ឮសំឡេងដំណើរការកម្មវិធី RX Drone ភ្ជាប់ Wi-Fi Drone រួចបិទផ្ទាំង Wi-Fi ចុច Start ដើម្បីដំណើរការកាមេរ៉ាបងប្អូនអាចរាវពីរបៀបប្រើនៅក្នុងទូរស័ព្ទដៃបន្ថែមដោយខ្លួនឯងបងប្អូនមុននឹងហោះត្រូវរងចាំ GPS ឡើងឲ្យគ្រប់សិនពេល GPS ឡើងគ្រប់វានឹងបញ្ចេញសំឡេងឲ្យបងប្អូនបានដឹង GPS ចាប់ពី10លេខឡើងទៅគឺអាចលេងបានបន្ទាប់បងប្អូនទាញដៃបញ្ជាទាំងពីរមកចំហៀងសងខាងបញ្ឆិតចុះក្រោម45ដឺក្រេស្លាប Drone នឹងចាប់ផ្ដើមវិលដៃបញ្ជាខាងឆ្វេងរុញឡើងលើ Drone ហោះឡើងលើទាញចុះក្រោម Drone ចុះមកខាងក្រោមកាច់ទៅឆ្វេង Drone ងាកចង្កូតឆ្វេងកាច់ទៅស្ដាំ Drone ងាកចង្កូតស្ដាំចំណែកដៃបញ្ជាខាងស្ដាំរុញទៅមុខ Drone ហោះទៅមុខទាញមកក្រោយ Drone ហោះមកខាងក្រោយកាច់ទៅឆ្វេង Drone ហោះទៅខាងឆ្វេងកាច់ទៅស្ដាំ Drone ហោះទៅខាងស្ដាំតោះឥឡូវនេះយើងរុញដៃខាងឆ្វេងទៅខាងមុខដើម្បីចាប់ផ្ដើមការហោះហើរ Drone នេះហោះបានចម្ងាយជាង 1000 ម៉ែត្រមាន GPS មានមុខងារហោះត្រឡប់មកវិញចាំទំនេរខ្ញុំនឹងធ្វើវីដេអូលម្អិតបន្ថែមទៀតអរគុណជម្រាបលាបាយបាយ